បងប្អូនធ្លាប់ឮគេថាកញ្ចក់មិនមែនត្រឹមតែជាវត្ថុសម្រាប់ឆ្លុះមុខធម្មតានោះទេថ្ងៃនេះខ្ញុំមានរឿងមួយចង់ប្រាប់ទៅកាន់បងប្អូនរឿងនេះពិតជាប្លែកនិងធ្វើឲ្យខ្ញុំព្រឺក្បាលក្នុងភូមិដាច់ស្រយាលមួយមានជំនឿតគ្នាថាបើសិនជាយើងយកកញ្ចក់ចាស់ទៅដាក់នៅក្បែរបង្អួចផ្ទះនៅក្នុងយប់ដែលមានព្រះច័ន្ទពេញវងឲ្យអ្នកដេកនៅមុខកញ្ចក់នោះវានឹងបង្ហាញពីជោគវាសនារបស់អ្នកប៉ុន្តែគឺមានក្មេងស្រីម្នាក់ចង់ដឹងខ្លាំងពេកនាងក៏បានរកឃើញកញ្ចក់បុរាណមួយនៅជាន់ក្រោមដីរបស់ជីដូនរបស់នាងនៅយប់នោះនាងក៏បានធ្វើតាមជំនឿនោះនាងក៏បានសម្លឹងទៅក្នុងកញ្ចក់នៅក្នុងភាពងងឹតពេលដែលនាងបានសម្លឹងមើលទៅក្នុងកញ្ចក់នាងមិនបានឃើញមុខរបស់នាងនៅក្នុងកញ្ចក់ទេតែនាងបានជាឃើញរាងកាយរបស់នាងបានកេងនៅលើគ្រែតែមានអ្វីម្យ៉ាងដែលមានរូបរាងស្រដៀងមនុស្សតែមិនមានមុខឡើយ Oh my god ផ្ទះរបស់អ្នកទាំងអស់គ្នាមានកញ្ចក់អត់នាងបានឃើញរូបរាងមនុស្សតែគ្មានមុខនោះបានអោនមកលើមុខនាងរួចបានយកដៃបិទមាត់នាងគឺមិនអោយស្រែកតែម្ដងពេលនោះផងដែរនាងភ័យជាខ្លាំងនាងក៏ញាក់មកលើគ្រែកេងរបស់នាងនៅពេលនោះគ្រែកេងនោះគឺពុំមានអ្វីនោះទេគឺតទេស្អាតនាងក៏យាកមុខមកលើកញ្ចក់វិញនៅពេលនោះនាងក៏បានឃើញរូបរាងមនុស្សដែលគ្មានមុខនោះម្ដងទៀតតែកំពុងតែងាកមុខយឺតមកមើលនាងចំនៅក្នុងកញ្ចក់តែពុំមានមុខមាត់នោះទេតើបងប្អូនមានធ្លាប់ឆ្លុះកញ្ចក់នៅពេលយប់មើលឃើញអ្វីដែលប្លែកខុសពីរូបរាងរបស់ខ្លួនឯងនៅពេលយប់ដែរឬទេប្រសិនជាធ្លាប់ជួបកុំភ្លេច comment នៅក្នុងវីដេអូខាងក្រោមនេះហើយរឿងនេះផងដែរគឺជារឿងអបិយជំនឿបែបព្រឺក្បាលនិងប្លែកខ្លាំងមែនទែនគឺមិនបានបង្ខំឲ្យបងប្អូនជឿនោះទេក៏ប៉ុន្តែសូមបងប្អូនស្ដាប់ដោយវិចារណញ្ញាណសូមអរគុណ